បាទសួស្តីបងប្អូនគ្នាឥឡូវនេះខ្ញុំមានកតាបថ្មរបស់ Makita ដែលមានលេខកូដ PDC 1200បាទចំពោះកតាបថ្មនេះគឺអាចនិយាយបានថាជាប្រភេទកតាបថ្មដែលអាចភ្ជាប់ជាមួយនឹង motor ជាច្រើនរបស់ Makita ដែលប្រើបានយូរហើយកម្លាំងខ្លាំងទៀតបងប្អូនគ្នាណាហើយមានដូចភ្ជាប់នេះបងប្អូនគ្នានេះបាទដូចភ្ជាប់គេហ្នឹងណាបាទអញ្ចឹងដូចភ្ជាប់គេហើយកតាបថ្មនឹងទៀតគឺមានបាទដូចភ្ជាប់ទៅជាមួយនឹងប្រភេទថ្ម 18V យើងទៀតណាឥឡូវយើងមកមើល direct របស់វាតែម្ដងនេះ motor ទាំងអស់នេះប្រភេទនេះប្រើថ្មផ្ទាល់ប្រភេទនេះប្រើថ្មផ្ទាល់ដោយឡែកមួយនេះបាទមួយនេះគឺត្រូវភ្ជាប់ចែកបងប្អូនគ្នាណាយើងភ្ជាប់បែបនេះមកនេះយើងមើលសញ្ញាព្រួយនេះបាទសញ្ញាព្រួយហ្នឹងតែមួយមកបាទរុញចូលបាទហើយយើងមានប៊ូតុងចុចដំណើរការនេះក្រុមការងារចុចដំណើរការតិចទៅបាទចុចដំណើរការហើយបន្តមកទៀតនេះបងប្អូនគ្នាយើងមានប៊ូតុងនេះបាទចុចបាយណាយើងសេរី1 2 3យ៉ាងមកហើយកម្លាំងពេលយើងចុចឧទាហរណ៍ណាបាទហើយយើងចុចបិទវិញបាទចុចបិទវិញមកហើយយើងដកនេះបាទបងប្អូនគ្នាយើងដកទៅនេះណានេះអញ្ចឹងកតាបថ្មនេះយើងភ្ជាប់ជាមួយនឹងប្រភេទ motor speed កាត់ស្មៅក៏បាន motor ផ្លុំក៏បាន motor រុញកាត់ស្មៅក៏បានបាទមានច្រើនប្រភេទមែនតើហើយជាមួយនឹងប្រភេទ power socket របស់យើងទៀតអញ្ចឹងបើសិនជាបងប្អូនអ្នកគ្នាមានបំណងចង់ដឹងព័ត៌មានបន្ថែមអំពីកតាបថ្មនេះក៏ដោយបាទផលិតផល Makita ក៏ដោយ accessory ក៏ដោយអាចឆាតមកសួរបានបាទសូមអរគុណ